នេះជារបៀបពុះទៅយកឲ្យបានត្រង់យើងពុះសម្រាប់ដាក់ចំណីមន់យើងដាក់ចំណុចកដាលមួយមកទាញបន្ទាត់វាមកហើយយើងក្រិតយើងយកហ្វឺតចុចយើងវាយយើងអត់មានអីវាយបន្ទាត់យើងមានតែបន្ទាត់សអញ្ចឹងយើងចុចកុំបន្ទាត់ហ្នឹងទៅចាំយកអីគូសដើម្បីយើងធ្វើឲ្យរឹងល្អយើងទៅយកមួយយើងពុះយកតែមួយបានហើយយើងកុំពុះទីពីរឲ្យពុះឲ្យត្រង់ល្អហើយអាកដាលនោះយើងទុកវាបន្តិចកុំឲ្យវាទន់កុំពុះទាំងអស់ហើយចាប់វិសចាប់អីមកវិសទាំង3នឹងកដាលទាំងកដាលហ្នឹងមកដែលយើងទុកហ្នឹងក៏វារឹងហើយនេះថ្ងៃមុនយើងដាក់អាកង់ឡានវាឆ្អៀតឥឡូវនេះដាក់អាតយោនេះវែងអញ្ចឹងទៅវាអត់ស្អីឆ្អៀតគ្នាទេស៊ីគេមកនេះលែងឆ្អៀតហើយវាស៊ីដេញមក